សូមគោរពអនុញ្ញាតជម្រាបសួរដល់បងប្អូនប្រុសស្រីសាធារណជនជាពិសេសគឺបងប្អូនអ្នកបើកបរលើដងផ្លូវទាំងអស់ជាទីគោរពរាប់អានបាទខ្ញុំបាទលោកគ្រូជឹមស្មលជាគ្រូបង្គោលនៃសាលាបង្រៀនបើកបរដៃខ្មែរបាទអញ្ចឹងបងប្អូនចង់រៀនបើកបរចង់ចេះបើកបរឬក៏ចង់ប្រឡងយកប័ណ្ណបើកបរដែលបងប្អូនជាបើកបរស្រាប់ហើយមិនទាន់មានប័ណ្ណបើកបរណាសូមអញ្ជើញមកទទួលការចុះឈ្មោះរៀនបើកបរជាមួយលោកគ្រូសាលាបើកបរដៃខ្មែរដែលការបង្រៀនរបស់លោកគ្រូល្អហើយច្បាស់លាស់សិស្សចូលចិត្តរៀនជាមួយមិនខកចិត្តមិនស្ដាយលុយមិនខាត់ពេលវេលាជាមួយសាលាបើកបរដៃខ្មែរបាទនៅក្នុងវីដេអូនេះលោកគ្រូចង់បង្ហាញអំពីនីតិវិធីដើម្បីជំនួយស្មារតីដល់បងប្អូនអ្នកបើកបរដើម្បីបង្កើនការលើកកម្ពស់ស្មារតីបងប្អូនឲ្យមានការប្រុងប្រយ័ត្ននៅពេលបើកបរអញ្ចឹងបងប្អូនត្រូវដឹងថាការបើកបរគឺជាដំណើរការឬក៏ជាសង្វាក់នៃការរៀបចំផែនការសកម្មភាពរបស់អ្នកបើកបរឲ្យបានច្បាស់លាស់បាទណាអញ្ចឹងការរៀបចំផែនការទិសដៅនេះហើយគឺជាកត្តាមួយដែលធ្វើឲ្យយើងទទួលបាននូវសេចក្តីសុខសុវត្ថិភាពដោយសារតែយើងអ្នកបើកបរមានភាពច្បាស់លាស់ក្នុងគោលដៅក្នុងការធ្វើដំណើរលើដងផ្លូវបាទណាទោះបីតែយើងទៅណាក៏ដោយក៏យើងមានកំណត់គោលដៅឲ្យច្បាស់លាស់ព្រោះការសម្រេចចិត្តលឿនឬក៏ការបដូរទិសដៅលឿនក៏ជាបញ្ហាមួយដែលនាំឲ្យយើងគ្រោះថ្នាក់ដែរបាទអញ្ចឹងបងប្អូនត្រូវចេះសម្រេចចិត្តឲ្យបានត្រឹមត្រូវមុននឹងធ្វើដំណើរបាទមុននឹងធ្វើដំណើរអញ្ចឹងហើយបាននៅក្នុងសាលាបង្រៀនបើកបរដៃខ្មែរយើងតែងតែមានការផ្សព្វផ្សាយអប់រំអំពីសុវត្ថិភាពចរាចរណ៍ប្រកបដល់សិស្សដែលមករៀនបើកបរជាមួយសាលាលោកគ្រូហើយទទួលបានដោយចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍និងការយល់ដឹងខ្ពស់ងាយស្រួលនឹងការបើកបររបស់សិស្សនៅពេលដែលសិស្សគាត់ចាក់ចេញពីសាលាទៅហើយទទួលបានការចេះបើកបរហើយយល់ដឹងអំពីសុវត្ថិភាពនិងមានបានបើកបរត្រឹមត្រូវសិស្សនឹងមានភាពច្បាស់លាស់ក្នុងការបើកបរដោយខ្លួនឯងបាទអញ្ចឹងមូលហេតុនេះហើយដែលធ្វើឲ្យយើងតែងតែធ្វើវីដេអូជំរុញដល់បងប្អូនទាំងអស់គ្នាបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់សាធារណជនប្រុសស្រីអ្នកបើកបរទាំងអស់ឲ្យបានយល់ដឹងទាំងអស់គ្នាបន្ថែមពួកបងប្អូនអ្នកបើកបរមួយចំនួននៅតែមានកង្វះខាតในការយល់ដឹងអំពីសុវត្ថិភាពនៃការបើកបរជាពិសេសអត់យល់ដឹងអំពីច្បាប់ចរាចរណ៍អញ្ចឹងធ្វើឲ្យគាត់ចេះតែបើកបរទៅហើយមិនដឹងថាខ្លួនខុសឬក៏ខ្លួនត្រូវឬក៏បើកបរយ៉ាងមិនចាំបាទេចេះតែទៅហើយបាទចេះតែទៅដែលធ្វើឲ្យស្ដាប់ធ្នាប់ចរាចរណ៍ក្នុងផ្លូវទាំងអស់ឬដងផ្លូវទាំងអស់បានមានភាពរញ៉េរញ៉ៃបាត់បង់សណ្ដាប់ធ្នាប់ហើយធ្វើឲ្យការកកស្ទះចរាចរណ៍កើតឡើងនិងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជារៀងរាល់ថ្ងៃដោយសារកំហុសការបើកបររបស់អ្នកបើកបរមួយចំនួននៅតែមិនទាន់មានការយល់ដឹងហើយក៏មិនបានយកចិត្តទុកដាក់ក្នុងការបើកបររបស់ខ្លួនមិនចូលរួមគ្រប់ច្បាប់ចរាចរណ៍ជាពិសេសមិនបានរៀនច្បាប់ចរាចរណ៍ជាមួយលោកគ្រូជាមួយសាលាទេបាទជាពិសេសគឺបងប្អូនអ្នកបើកបរយានយន្តខ្នាតតូចអ្នកបើកបរយានយន្តខ្នាតតូចគេហៅថាយានសាមញ្ញភាគច្រើនគាត់ទិញម៉ូតូបាទទិញមកពីឃ្លាំងទិញមកពីការ៉ាសគាត់ធ្វើការរៀនបើកបរដោយខ្លួនឯងហើយអត់បានចូលសាលាបាទដូច្នេះហើយដែលគម្លាតធ្វើឲ្យការបើកបររបស់អ្នកបើកបរគឺនៅគម្លាតឆ្ងាយពីច្បាប់មិនបានយល់ដឹងអំពីច្បាប់ច្រើនអញ្ចឹងចេះតែបើកចេះតែទៅតែចំពោះអ្នកបើកបររថយន្តភាគច្រើនគឺគាត់បានចូលរៀនសាលាមានសាលាមានគ្រូឲ្យត្រឹមត្រូវអញ្ចឹងគឺធ្វើឲ្យការបើកបររបស់គាត់នឹងមានស្ដាប់ធ្នាប់ល្អបាទហើយក្រមសីលធម៌ការបើកបរក៏ល្អផងដែរបាទហ្នឹងដែរអញ្ចឹងហើយបានយើងតែងតែផ្សព្វផ្សាយអប់រំអំពីសុវត្ថិភាពនេះឲ្យដល់បងប្អូនសាធារណជនប្រុសស្រីទាំងអស់បាទតែបានលើកកម្ពស់ស្មារតីហើយបងប្អូនត្រូវតែមានការភ្ញាក់រលឹកជាកាតព្វកិច្ចនៃការចូលរួម
ផ្ដើមចេញពីយើងទាំងអស់គ្នាហ្នឹងហើយជាការដែលយើងមិនអាចខ្វះបានក្នុងការចូលរួមគ្រប់អនុវត្តច្បាប់ចរាចរណ៍ក្នុងការបើកបរបងប្អូននិងអ្នកប្រើប្រាស់ផ្លូវដទៃផ្សេងទៀតណាគឺសំខាន់ណាស់បាទណាសំខាន់ណាស់បានអញ្ចឹងចំណុចសំខាន់ដើម្បីសុវត្ថិភាពគឺយើងផ្ដោតទៅលើការប្រើប្រាស់ផ្លូវថ្នល់បាទការប្រើប្រាស់ផ្លូវថ្នល់ជាពិសេសគឺយើងផ្ដោតទៅលើអ្នកជិះកង់និងអ្នកថ្មើរជើងអ្នកជិះកង់ត្រូវជិះឯបនៅខាងស្ដាំដៃបំផុតនឹងត្រូវធ្វើការបត់ឆ្វេងដោយប្រុងប្រយ័ត្នឬក៏ចាំបាច់ត្រូវចុះបដាណាបងប្អូនទាំងអស់គ្នាដោយអ្នកថ្មើរជើងដែរហើយបើមានពាក់មួកល្អកាន់តែល្អពាក់មួកសុវត្ថិភាពមកកាន់តែប្រសើរហើយអ្នកថ្មើរជើងត្រូវដើរលើចិញ្ចើមផ្លូវបាទឬជាយផ្លូវនៅក្នុងក្រុងគេហៅថាចិញ្ចើមផ្លូវចិញ្ចើមផ្លូវហ្នឹងគឺបំរុងទុកសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ធ្វើដំណើរបាទហើយជាយផ្លូវនៅក្រៅទីប្រជុំជនគេអត់ហៅចិញ្ចើមគេហៅជាយផ្លូវគឺជាណែកសងខាងនៃទ្រូងផ្លូវនៅក្រៅទីប្រជុំជនយើងអាចឈប់ចតនៅក្នុងករណីចាំបាច់យាមជំនិះទាំងអស់ណាហើយក៏ទុកសម្រាប់អ្នកថ្មើរជើងធ្វើចរាចរណ៍ទៅមកដែរបើពុំនោះបើពុំអត់មានចាមផ្លូវយើងត្រូវធ្វើម៉េចបងប្អូនទាំងអស់គ្នាយើងត្រូវដើរឯបស្ដាំដៃបំផុតនិងត្រូវឆ្លងកាត់នៅលើគំនូសសម្រាប់អ្នកថ្មើរជើងឆ្លងកាត់បាទណាហើយបើពុំមានគំនូសទេត្រូវឆ្លងកាត់តាមកែងទៅទាំងផ្លូវបងប្អូនទាំងគ្នាអត់មានឆ្លងដើរតាមបណ្ដោយផ្លូវទេបាទយើងឆ្លងកាត់ទៅទឹកផ្លូវបាទដើម្បីឲ្យយានជំនិះដទៃកំពុងធ្វើចរាចរណ៍បានឃើញហើយបង្កើនការប្រុងប្រយ័ត្នបន្ថយល្បឿនឬក៏ចាំបាច់ត្រូវឈប់ដើម្បីសម្រួលឲ្យឆ្លងកាត់បានស្រួលចំណែកទី2គឺអ្នកបើកបរម៉ូតូអ្នកជិះម៉ូតូកង់3ស្ដងរបរអីហ្នឹងណាបាទអ្នកបើកបរម៉ូតូដែលមានទំហំស៊ីឡាំងមិនលើសពី 125cc ត្រូវមានអាយុចាប់ពី15ឆ្នាំបាទในច្បាប់ផ្លូវគេអនុញ្ញាតឲ្យអាយុអ្នកបើកបរម៉ូតូដែលមានកម្លាំង 125cc ចុះក្រោមគឺអាយុចាប់ពី15ឆ្នាំណាពីមុន16ឆ្នាំប៉ុន្តែឥឡូវច្បាប់កែតម្រូវឲ្យត្រឹមតែ15ឆ្នាំទេនឹងត្រូវមានភ្ជាប់នៅអត្តសញ្ញាណប័ណ្ណដែលចម្លងបញ្ជាក់សម្គាល់ខ្លួនណាបាទហើយមានលិខិតអីផ្សេងបាទអ្នកបើកបរដែលមានទំហំស៊ីឡាំងលើសបាទន័យថាចាប់ពី 126cc ឡើងត្រូវភ្ជាប់នៅប័ណ្ណបើកបរបាទន័យថាតម្រូវឲ្យមានប័ណ្ណបើកបរបាទន័យថាអ្នកបើកបរម៉ូតូដែលមានកម្លាំងម៉ូតូកង់3ម៉ូតូស្ដងរមាដែលមានកម្លាំងចាប់ពីលើសពី125សង់ម៉ែត្រគូបឡើងទៅចាប់ពី126ទៅគឺតម្រូវឲ្យមានប័ណ្ណបើកបរត្រូវប្រឡងត្រូវរៀនច្បាប់ចរាចរណ៍ហើយប្រឡងយកប័ណ្ណបើកបរហើយមានប័ណ្ណបើកបរហើយពេលធ្វើដំណើរកុំភ្លេចត្រូវភ្ជាប់ជាមួយនឹងប័ណ្ណបើកបរបាទនេះប័ណ្ណបើកបរប្រភេទកបងប្អូនទាំងអស់គ្នាប័ណ្ណបើកបរប្រភេទកអ្នកម៉ូតូកង់3និងម៉ូតូស្ដងរមាក៏ត្រូវភ្ជាប់ជាមួយនៅប័ណ្ណបើកបរប្រភេទកដូចគ្នាអញ្ចឹងប័ណ្ណបើកបរប្រភេទកហ្នឹងគឺសំដៅទៅលើម៉ូតូធំផងម៉ូតូដែលមានកម្លាំងលើ126cc ឡើងឬក៏ម៉ូតូកង់3ឬក៏ម៉ូតូ Pass Up ឬក៏ម៉ូតូដែលមានស្ដងកន្ទុយរមាស់ត្រូវភ្ជាប់ជាមួយនឹងប័ណ្ណបើកបរនៅពេលដែលធ្វើដំណើរបាទត្រូវទៅពេលដែលធ្វើដំណើរបងប្អូនណាបាទហើយប័ណ្ណសម្គាល់ម៉ូតូបានន័យថាកាត់គ្រីឡានត្រូវភ្ជាប់ជាមួយនឹងពាក់មួកឲ្យបានត្រឹមត្រូវមានស្លាកលេខមានអីឲ្យបានត្រឹមត្រូវបងប្អូនទាំងអស់គ្នាមានកញ្ចក់មើលក្រោយល្អហ្វ្រាំងស៊ីភ្លើងនិងកញ្ចក់ចាំងពន្លឺត្រូវដំណើរការល្អដើម្បីឲ្យយានដទៃបានមើលឃើញនៅពេលដែលយើងបើកបរនៅពេលយប់បងប្អូនទាំងអស់គ្នាអ្នកជិះម៉ូតូណាបាទអ្នកជិះម៉ូតូអញ្ចឹងត្រូវយល់ពីកាតព្វកិច្ចទូនាទីរបស់ខ្លួនក្នុងការប្រើប្រាស់បើកបរលើដងផ្លូវសម្រាប់អ្នកបើកបរម៉ូតូកង់3ឬក៏ម៉ូតូដែលមានស្ដងរមាស់ពេលបើកបរត្រូវមានពាក់មួកកុំភ្លេចពាក់មួកសុវត្ថិភាពបើកបរណាទាំងអ្នកបើកទាំងអ្នករួមដំណើរហើយកុមារបាទពួកម៉ូតូអាចដឹកអ្នកដំណើរបាន2នាក់ទាំងកុមារម្នាក់ផងដែរដែលមានអាយុចាប់ពី3ឆ្នាំឡើង
ត្រូវពាក់មួកសុវត្ថិភាពការពារបើកុមារហ្នឹងអាយុចាប់ពី3ឆ្នាំឡើងត្រូវពាក់មួកសុវត្ថិភាពការពារបើយើងអត់ពាក់មួកសុវត្ថិភាពគេឲ្យគាត់ទេគឺពលិផាឲ្យបងប្អូនទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នាបាទពេលចេញដំណើរត្រូវបើកបរណាត្រូវបត់ឆ្វេងបត់ស្ដាំអីត្រូវប្រុងប្រយ័ត្នប្រកាន់ស្ដាំដៃជនិតឲ្យគ្រប់ច្បាប់ចរាចរណ៍សញ្ញាចរាចរណ៍ភ្លើងសញ្ញាចរាចរណ៍ផ្លាកសញ្ញាចរាចរណ៍ឬក៏សញ្ញាបញ្ជាដោយនគរបាលចរាចរណ៍បងប្អូនត្រូវតែពាក់ត្រូវតែគោរពទៅតាមការបញ្ជាហើយប្រើប្រាស់លបឿនហ្នឹងគឺអតិបរមាក្នុងទីប្រជុំជនគឺម៉ូតូកង់3ម៉ូតូផាសាប់អីហ្នឹងសដងរបស់ហ្នឹងគឺគេកម្រិតតែ30គីឡូម៉ែត្រក្នុងម៉ោងទេលបឿនណាបាទជឹងមិនឲ្យលើសពី30គីឡូម៉ែត្រក្នុងម៉ោងនៅក្នុងក្រៅទីក្នុងទីប្រជុំជនហើយលបឿនអតិបរមាក្រៅទីប្រជុំជនម៉ូតូកង់3ស្អីហ្នឹងម៉ូតូផាសាប់អីហ្នឹងគឺ40គីឡូម៉ែត្រក្នុងម៉ោងសម្រាប់ម៉ូតូកង់3ស្ដងរមាក់60គីឡូម៉ែត្រក្នុងម៉ោងម៉ូតូត្រឹម 125cc និង70គីឡូម៉ែត្រសម្រាប់ម៉ូតូលើសពី 125cc បើបើកបរត្រូវមិនបានន័យថាបើកបរមិនត្រូវស្ថិតនៅក្រោមចិត្តស្វឹងឲ្យបងប្អូនណាហើយគ្រឿងញៀនអតិពលគ្រឿងញៀនបានប្រយ័ត្នគ្រោះថ្នាក់ណានៅពេលដែលយើងបើកបរស្ថិតនៅក្រោមអតិពលចិត្តស្វឹងឬក៏គ្រឿងញៀនត្រូវបន្ថយល្បឿននិងគោរពអត្ថិភាពត្រង់ចំណុចផ្លូវប្រសពព្រោះគ្រោះថ្នាក់កើតឡើងច្រើនតែត្រង់ចំណុចផ្លូវប្រសពដែលមានចរាចរណ៍ទៅមកច្រើនភាគច្រើនគឺអ្នកបើកបរម៉ូតូហ្នឹងឯងដែលគាត់ងាយទទួលការរងគ្រោះនៅពេលដែលប៉ះទង្គិចគ្រោះថ្នាក់ម្ដងគឺច្រើនអ្នកបើកបរម៉ូតូហ្នឹងគាត់ច្រើនតែជួបនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរច្រើនដោយសារមិនបានគ្រប់អត្ថភាពនៅត្រង់ចំណុចផ្លូវប្រសពជាពិសេសបើកបរនៅពេលយប់បានដែរហើយមុននឹងពេលបត់ឆ្វេងបត់ស្ដាំណាអ្នកបើកបរត្រូវមើលកញ្ចក់មើលក្រោយអីមើលឆ្វេងមើលស្ដាំពីមុខនឹងឲ្យបានដាក់ភ្លើងសញ្ញាឲ្យបានយ៉ាងតិចចម្ងាយពីកន្លែងដែលយើងត្រូវឲ្យបានយ៉ាងពេលដែលយើងបត់ហ្នឹងណាឲ្យបានយ៉ាងតិច20ម៉ែត្រពីកន្លែងដែលយើងបត់ហើយកុំជេងបាក្នុងស្ថានភាពគ្រោះថ្នាក់នឹងត្រូវផ្ដល់ភ្លើងសញ្ញាឬក៏ display ឲ្យយានរតីខាងមុខបានដឹងបាទហាមបន្ទប់មនុស្សឬក៏បន្ទប់ទំនិញលើសចំណុះសំពីងសពងនឹងហាមប្រើទូរស័ព្ទនៅបាទបើគ្មានឧបករណ៍ភ្ជាប់ជាមួយអីកុំប្រើទូរស័ព្ទហើយត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចហើយចេះយោគយល់អព្យាស្រ័យគ្នាសម្រាប់អ្នកបើកបរទាំងអស់ណាបាទជាងបងប្អូនចំណុចទី3គឺយើងផ្ដោតទៅលើអ្នកបើកបររថយន្តនិងបាទអ្នកបើកបររថយន្តបាទត្រូវភ្ជាប់នៅបានបើកបរត្រឹមត្រូវតាមប្រភេទយានយន្តដែលយើងបើកបរយានហើយថាយើងបើកបររថយន្តតូចយើងបើកត្រូវមានបានបើកបររថយន្តតូចបើកបរឡានធំត្រូវមានបើកបរឡានបានបើកបរឡានធំទៅភ្ជាប់មកជាមួយហើយមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសបាទណាឲ្យបានត្រឹមត្រូវបាទបើចឹងពលិផាបាទខុសច្បាប់ណាបាទហើយលិខិតអនុញ្ញាតអាជីវកម្មបរិយានយើងប្រភេទធ្វើអាជីវកម្មហើយមានកញ្ចក់មើលក្រោយមានកង់ល្អហ្វ្រាំងចង្កូតនិងផ្លិតទឹកអីជូតឲ្យបានស្អាតមុខក្រោយនិងកញ្ចក់ចាំងពន្លឺណាដំណើរការល្អច្បាស់លាស់ល្អបងប្អូនទាំងអស់គ្នាសម្រាប់អ្នកបើកបររថយន្តរាល់ឯកសារខាងលើត្រូវដាក់តាមរថយន្តជានិច្ចបងប្អូនទាំងអស់គ្នាណាបាទតែគ្រូបានលើកមកសង្ខេបមិញហ្នឹងហើយពេលបើកបរត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានដោយប្រុងប្រយ័ត្ននិងប្រកាន់ភ្ជាប់ជានិច្ចបានពេលបើកបរត្រូវគោរពបាទសញ្ញាចរាចរណ៍គំនូសសញ្ញាចរាចរណ៍ភ្លើងសញ្ញាចរាចរណ៍ឬក៏សញ្ញាបញ្ជាដោយនគរបាលចរាចរណ៍ផងដែរបាទនេះសំខាន់ណាស់ហើយល្បឿននៅក្នុងក្រុងទីប្រជុំជនគឺកំណត់ប្រភេទរថយន្តគឺកំណត់ល្បឿនអតិបរមាមិនលើសពី40គីឡូម៉ែត្រក្នុងម៉ោងហើយល្បឿនក្រៅទីប្រជុំជនអតិបរមា60គីឡូម៉ែត្រក្នុងម៉ោងសម្រាប់រថយន្តស្តោង70គីឡូម៉ែត្រក្នុង1ម៉ោងសម្រាប់រថយន្តដឹកទំនិញធ្ងន់80គីឡូម៉ែត្រក្នុង1ម៉ោងសម្រាប់រថយន្តលក្ខណៈគ្រួសារនិងរថយន្តប្រភេទដឹកអ្នកដំណើរបាទនេះហើយ90គីឡូម៉ែត្រក្នុងម៉ោងសម្រាប់រថយន្តគ្រួសារនិងរថយន្តដឹកអ្នកដំណើរដឹកអ្នកដំណើរសម្រាប់ផ្លូវដែលមានកន្លងចាប់ពី4គីឡូនិងមានខឿនបែងចែកទ្រង់ផ្លូវបងប្អូនទាំងអស់គ្នាណាបើកបរត្រូវមិនត្រូវស្ថិតនៅក្រោមអធិពលជាតិស្វឹងឬក៏គ្រឿងញៀនឡើយបាទត្រូវបន្ថយល្បឿននិងគ្រប់អត្ថភាពត្រង់ផ្លូវប្រសពមុនពេលបត់ឆ្វេងឬក៏បត់ស្ដាំអ្នកបើកបររថយន្តត្រូវមើលកញ្ចក់
ក្រោយមើលកញ្ចក់ឆ្វេងស្ដាំមើលពីមុខនឹងឲ្យបានភ្លើងសញ្ញាលើកដៃឬក៏លើកដៃអីចឹងទៅជាសញ្ញាក្នុងការបត់ចម្ងាយយ៉ាងតិច20ម៉ែត្របាទ20ម៉ែត្របាទមុននឹងពីកន្លែងដែលយើងត្រូវបត់ហើយមុននឹងការចេញវ៉ាត្រូវពិនិត្យមើលស្ថានភាពផ្លូវបាទកុំចេញវ៉ាក្នុងស្ថានភាពផ្លូវដែលនាំឲ្យគ្រោះថ្នាក់ឬក៏ត្រូវផ្ដល់ភ្លើងសញ្ញាឬក៏ display ដល់យានខាងមុខឲ្យដឹងផងបងប្អូនណានៅក្នុងទីប្រជុំជនយានបាទរថយន្តធុនតូចមិនត្រូវអនុញ្ញាតឲ្យប្រើ display នៅពេលដែលចេញវ៉ាឡើយបានទេលើកលែងតែក្រៅទីប្រជុំជនអាចប្រើ display បន្ថែមបានជាមួយប្រជុំបាទបន្ថែមជាមួយនឹងភ្លើងសញ្ញាបាទតែភ្លើងសញ្ញាបាទទេមុនពេលឈប់អីត្រូវផ្ដល់សញ្ញាក្នុងចម្ងាយយ៉ាងតិច20ម៉ែត្រឬក៏លើកដៃជាសញ្ញាផ្ដល់ឲ្យគេដឹងពីការហាមឃាត់ឬក៏កន្លែងដែលមានការកកស្ទះចរាចរណ៍បាទជាពិសេសមិនត្រូវចតនៅកន្លែងដែលហាមចតនៅលើទ្រង់ផ្លូវចង្អៀតនឹងត្រូវប្រើភ្លើងសញ្ញាអាសន្នក្នុងករណីចាំបាច់ហើយបើកបរចេញពីទ្រង់ផ្លូវបានដោយប្រុងប្រយ័ត្នចឹងសូមបងប្អូនអ្នកបើកបរទាំងឡាយគួរយល់ដឹងអំពីសុវត្ថិភាពនៃការបើកបរចំពោះអ្នកថ្មើរជើងអ្នកជិះកង់អ្នកបើកបរម៉ូតូកង់3សរងរបរអ្នកបើកបររថយន្តក្តីណានៅក្នុងវីដេអូនេះគឺផ្ដល់សារៈសំខាន់ជាប្រយោជន៍ដល់បងប្អូនប្រុសស្រីសាធារណជនទាំងអស់គ្នាដើម្បីជ្រួលជ្រាបឲ្យយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ពង្រឹងស្មារតីជំនួយស្មារតីបាទនេះអញ្ចឹងមានការលើកឡើងទាំងអបានេះលោកគ្រូចង់បង្ហាញតែប៉ុណ្្នឹងក្នុងមេរៀនសង្ខេបតកតងជាមួយនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់យើងខ្ញុំបាទលោកគ្រូចិនសមលសូមគោរពសូមជម្រាបលា